អូនមើលមកបងអូនដឹងអត់ថាបងរៀនមានសញ្ញាបត្រអីអូនដឹងថារៀនបងរៀនចប់បាក់ដប់អត់ដាក់បាក់ដប់អត់អូនដឹងទេថាបងរៀនចប់បញ្ញាបត្រអត់អូនដឹងអត់ថាបងរៀនចប់អនុបណ្ឌិតអត់ហើយអូនដឹងអត់ថាបងរៀនចប់បណ្ឌិតហើយអត់ប៉ុន្តែបើសិនជាអូនទាំងអស់គ្នាជួបបងហើយបងសំពះអូនយ៉ាងទន់ភ្លន់ហើយញញឹមដាក់អូនតែអូនដឹងអត់ថាបងជាមនុស្សមានសុជីវធម៌ដឹងអត់នេះហើយជាចម្លើយដែលអូនទាំងអស់គ្នាត្រូវរៀនសំពះឲ្យស្អាតមុនគេសូម្បីតែអូនទៅធ្វើការឲ្យគេទៅរកការងារធ្វើឬក៏ទៅណាក៏ដោយចេញនៅក្នុងសង្គមអូនគេអត់មើលដឹងទេអូនឯងអត់មានកាន់សញ្ញាបត្រតាមខ្លួនឲ្យតែឃើញអ្នកណាខ្ញុំមានសញ្ញាបត្របាក់ដប់ខ្ញុំមានសញ្ញាបត្រអនុបណ្ឌិតអូនឯងអត់ចាំបាច់បង្ហាញគេទេអូនឯងអត់ចាំបាច់មានស្អីដែលបង្ហាញប៉ុន្តែគ្រាន់តែសំពះស្អាតញញឹមស្អាតពោពេញទៅដោយសុជីវធម៌គុណធម៌នៅក្នុងខ្លួនបែបនេះធ្វើឲ្យគេទទួលស្គាល់នៅអូនគឺជាមនុស្សម្នាក់ដែលមានគុណធម៌គុណតម្លៃក្នុងខ្លួនរួចទៅហើយអញ្ចឹងមែនអត់អញ្ចឹងមែនអត់ចាអញ្ចឹងចាប់ពីថ្ងៃនេះតទៅជួបអ្នកណាក៏ដោយត្រូវរៀនសំពះជាពិសេសជួបថ្នាក់ដឹកនាំរបស់យើងឯងឬក៏ជួបចាស់ទុំរបស់យើងលោកគ្រូអ្នកគ្រូគ្នាយើងខ្លះណាលើកដៃសំពះគ្រូនឹងគឺពិបាកលើកហ្មងធ្ងន់ខ្លាំងណាស់លើកដៃសំពះឪពុកម្ដាយធ្ងន់ខ្លាំងណាស់ចាពីថ្ងៃនេះតទៅអូនរៀនសំពះឲ្យបានទន់ភ្លន់ពេលដែលអូនកាន់តែរៀនសំពះអូនកាន់តែមានសភាពខ្លួនឯងមានអារម្មណ៍ថាថ្នឹកស្គាល់ពាក្យថាថ្នឹកទេធ្វើឲ្យខ្លួនឯងគេហៅថាសមណាសំពះតែសមណាបើពេលណាអូនអត់ដែរសំពះអូនលើកដៃសំពះម្ដងដូចឆ្កងបងជិះខ្ញុំដូចឆ្កងណាហើយម្ដងឆ្កងពីរដងឆ្កង3ដងឆ្កងសំពះរហូតដល់ខ្លួនឯងមានអារម្មណ៍ថាឃើញមនុស្សសំពះឃើញមនុស្សសំពះឃើញមនុស្សសំពះចាហើយបើអ្នកណាគេថាយើងចូលឲ្យគេថាចោះចាឲ្យគេថាចោះពីព្រោះអនាគតអូនគឺនៅលើអូនជាអ្នកសម្រេចមិនមែននៅលើអ្នកដទៃទេអញ្ចឹងបងកងឧទាហរណ៍ជំនាញទុននឹងមួយទេការញញឹមការឆ្លើយពាក្យអរគុណការឆ្លើយការសុំទោសធ្វើខុសសុំទោសគេទៅបងខ្ញុំសុំទោសអានឹងខ្ញុំធ្វើខុសតែនឹងខ្ញុំគិតអត់ដល់មនុស្សយើងគ្មានអ្នកណាដែលសុក្រិត 100% ទេអញ្ចឹងបើយើងមានកំហុសសុំទោសទៅហើយបើសិនជាគេធ្វើល្អមកលើយើងអរគុណគេទៅបងខ្ញុំអរគុណបងអរគុណបងទាំងនេះហើយគឺជាបំណិនទុនរបស់យុវជនចាទាំងអស់គ្នាធ្វើបានអត់ធ្វើបានអត់តែមកសុំធ្វើអរគុណមកជាតិមួយមើលញ៉ូយល្អណាស់លោកអើយ